วิธีថែទាំកូនចន្ទីជំរាបសួរបងប្អូនការថែទាំកូនចន្ទីទី1គឺការគ្រប់គ្រងស្មៅបាទការគ្រប់គ្រងស្មៅនេះបងប្អូនអាចជំរះស្មៅជំពេញគល់ប្រហែលជា1ម៉ែត្រទៅហើយក្រៅពីហ្នឹងបងប្អូនអាចប្រើថ្នាំបាញ់សម្លាប់បានបាទបងប្អូនដឹងហើយស្មៅនេះបើសិនជាយើងຕົកវាគឺវាទៅដណ្ដើមសារធាតុចិញ្ចឹមពីកូនចន្ទីយើងហើយវាក៏ជាជំរករបស់សត្វល្អិតដែរបាទទី2តកតងជាមួយនឹងការតែងមែកការតែងមែកនេះដែរគឺយើងຕົកមែកដែលនៅខាងក្រោមនោះប្រហែលតែ3ទៅ4មែកបានហើយបងប្អូនហើយនឹងមែកឡើងលើអញ្ចឹងបងប្អូនត្រូវកាត់ចោលមែកណាដែលកងគ្នាហើយនឹងមែកបំពង់ណាដែលធំលូតលាស់លឿនធំស្មើនឹងមែកដែលបែកពីដើមហើយវាធ្ងន់ធ្វើឲ្យកូនចន្ទីផ្អៀងទៅម្ខាងអញ្ចឹងបងប្អូនត្រូវកាត់មែកនឹងចោលបាទហើយបងប្អូនត្រូវកាត់មែកណាដែលចង្អៀតគ្នាចេញដើម្បីឲ្យខ្យល់និងពន្លឺចេញចូលបានល្អទី3គឺតកតងជាមួយនឹងការដាក់ជីបាទការដាក់ជីនេះគឺខ្ញុំផ្ដល់យោបល់ឲ្យដាក់ពីរប្រភេទបាទទី1គឺជីលីមួកសត្វទី2គឺជីគីមីបាទជីលីមួកសត្វគឺយើងដាក់ជីអាចគោក៏បានអាចមាន់ក៏បានអាចជ្រូកក៏បានតែជាលមួកសត្វដែលពុកផុយបាទហើយមិនគួរដាក់ជីលមួកសត្វដែលថ្មីទេមួយទៀតគឺការដាក់ជីគីមីបាទការដាក់ជីគីមីនេះគឺយើងដាក់រូបមន្ត20-20-15បូកតេអឺហើយលាយជាមួយនឹងជីអ៊ុយរ៉េបាទ4600ហើយដើម្បីបានខ្ញុំឲ្យប្រើជី20-20-15បូកតេអឺពីព្រោះជីនេះទី1គឺសម្បូរលក់លើទីផ្សារហើយទី2មានសារធាតុចិញ្ចឹមច្រើនបាទមានអាសូតមានផូស្វ័រមានប៉ូស្យូមហើយមានបូកតេអឺទៀតបាទតេអឺនេះគឺជាសារធាតុចិញ្ចឹមដែលរុក្ខជាតិត្រូវការតិចតែចាំបាច់ហើយហេតុអីបានជាខ្ញុំចាំបាច់ត្រូវឲ្យលាយជាមួយនឹងជីអ៊ុយរ៉េដែលសារចន្ទីពីអាយុ1ឆ្នាំទៅ3ឆ្នាំហ្នឹងគឺជាវ័យដែលកំពុងពេញលូតលាស់ដងដើមនិងស្លឹកអញ្ចឹងអាសូតគឺជួយដងដើមនិងស្លឹកឲ្យរីកលូតលាស់បានល្អបាទទី4សត្វល្អិតជំងឺហើយនិងជីកំប៉ុនសត្វល្អិតដែលតែងតែឃើញបំផ្លាញកូនចន្ទីមានដូចជាពពួកមូសតែពពួកដង្កូវស៊ីស្លឹកហើយនិងពពួកស្លាបរឹងដូចជាពួកខ្ញុំជាដើមសម្រាប់ជំងឺកូនចន្ទីភាគច្រើនតែងតែកើតជំងឺរលួយឬរលួយគល់បាទវាកើតមកពីការដក់ទឹកអញ្ចឹងបងប្អូនធ្វើជាអូទៅបង្ហូរទឹកមកវាដក់តាក់ទងជាមួយជីកំប៉ុនបងប្អូនអាចបាញ់លាយជាមួយនឹងថ្នាំសត្វល្អិតថ្នាំជំងឺបានកូនចន្ទីគឺអត់សូវមានជំងឺទេនៅលើដងដើមនិងស្លឹកនៅពេលដែលវានៅទូចអញ្ចឹងនៅពេលបងប្អូនបាញ់ថ្នាំសត្វល្អិតនិងជីបំពន់ពី3វគ្គអញ្ចឹងទៅបងប្អូនដាក់ថ្នាំជំងឺចូល1វគ្គអញ្ចឹងទៅតាក់ទងជាមួយថ្នាំកម្ចាត់ស្មៅបងប្អូនអាចប្រើជាមួយនឹងពពួកសារធាតុ glyphosate បាទក្រុមហ៊ុនខ្ញុំក៏មានដែរគឺ KB កម្ចាត់ស្មៅបាទចំពោះសត្វល្អិតដូចជាមួយតែខ្យងឯហ្នឹងបងប្អូនអាចប្រើពពួកសារធាតុអាសេតាមីប្រេតប៊ូប្រូហ្វីស៊ីនដែលថ្នាំរបស់ក្រុមហ៊ុនយើងខ្ញុំមានឈ្មោះថាកពូគិតកបាទតាក់ទងជាមួយទៅបងប្អូនអាចប្រើពពួកសារធាតុអ៊ីម៉ាមេទីនបេសូអេតបានបាទថ្នាំរបស់ក្រុមហ៊ុនយើងខ្ញុំឈ្មោះថាអាម៉ាបាទចំពោះជំងឺបងប្អូនអាចប្រើសារធាតុពពួកមេងកូសេបមេតាស៊ីលជាដើមបងប្អូនតែក្រុមហ៊ុនយើងខ្ញុំមានឈ្មោះថា KB ជំងឺបាទតាក់ទងជាមួយនឹងជីកំប៉ុនមកចូលតាមមាត់ស្លឹកបងប្អូនអាចប្រើពពួក N ខ្ពស់ឈ្មោះថា KB ស្លឹកល្អបាទបងប្អូនអាចខមមិនខាងក្រោមឬក៏អាចខលមកប្រឹក្សាបានដោយឥតគិតថ្លៃខ្ញុំបាទជម្រាបអរគុណ